មិនគួរ like មិនគួរ share មិនគួរ comment បើសិនជាបងប្អូនឃើញ post ទាំងអស់នេះអ្វីដែលយើងគួរធ្វើគឺ report ហើយបន្តិចទៀតគឺខ្ញុំនឹងប្រាប់បងប្អូនអំពីវិធីនៃការ report ហើយចំពោះ account ក៏ដូចជា page ទាំងអស់នេះអ្វីដែលខ្ញុំសន្និដ្ឋានគឺមានពីរមួយគឺអ្នកដែលគាត់បង្កើត page ឬក៏ account ដើម្បីទទួលបាន like បាន share ដើម្បីយក account ឬក៏ page ទាំងអស់នោះទៅទុកលក់ជាវិធីសាស្ត្រមួយអ្នក make money online បើសិនជាអ្នកធ្វើនោះជាកូនខ្មែរសូមបញ្ឈប់នៅរាល់សកម្មភាពនេះជាបន្ទាន់ពីព្រោះថាវាប៉ះពាល់ដល់សតិអារម្មណ៍ផ្លូវចិត្តរបស់ប្រជាជនកម្ពុជារបស់យើងខ្លាំងមែនទែនប៉ុន្តែមួយវិញទៀតអាចថាប្រហែលជាជនជាតិសៀមផ្ទាល់ដែលបានវាយប្រហារប្រជាជនកម្ពុជាយើងតាមសង្គ្រាមចិត្តសាស្ត្រអ្វីដែលយើងអាចទប់ទល់បាននៅពេលនេះគឺយើង report ចោលតែម្ដងហើយចំពោះវិធី report បងប្អូនចុចទៅលើត្រី3បន្ទាប់មកទៀតគឺចុចនៅលើពាក្យ report profile ហើយបងប្អូនចុចនៅលើពាក្យ something wrong about this profile គឺយើងចង់ report ឲ្យដាច់ account នឹងតែម្ដងបន្ទាប់មកទៀតបងប្អូនចុចនៅលើលេខ4បើសិនជាយើងរាប់ពីលើមកបន្ទាប់មកទៀតយើងចុចនៅលើពាក្យ credible threat to safety ពាក្យលើគេបងប្អូនអញ្ចឹងបងប្អូនអាច submit មកហើយយើងបានជ្រើសរើសរួចរាល់ហើយ submit រួចជាការស្រេចហើយយើងអាចនឹងចូលទៅកាន់បន្តអញ្ចឹងរួចជាការស្រេចតែកាលណាបងប្អូន comment បងប្អូន share បងប្អូន like គេធ្វើឲ្យផុសមួយហ្នឹងគឺកាន់តែបន្ទុះទៅកាន់អ្នកដែលគាត់អត់ទាន់បានដឹងចូលរួម term late ទៅកាន់អ្នកដែលគាត់អត់ទាន់ដឹងម្នាក់មួយផង